Ok tỏ, to pi videoថ្ងៃមុនហើយថ្ងៃនេះយើងនឹងរៀនអំពី tool ហើយ tool ដែលយើងត្រូវរៀនដំបូងគេហ្នឹងគឺ move tool ដោយយើងមើលខាងឆ្វេងដៃនេះគឺសិតតែ tool ដែលយើងត្រូវប្រើប្រាស់អញ្ចឹងនេះគឺ move tool យើងអាចម៉ៅឆ្វេងឲ្យជាប់ឬក៏យើងយក cursor មកឈរលើវាមកវានឹងបង្ហាញហើយវាមានឈ្មោះថា move tool ឬក៏ shortcut មិនថានៅក្នុង Mac ឬក៏នៅក្នុង Windows គឺយើងចុចអក្សរ V អញ្ចឹងសម្រាប់ move tool នេះដែរយើងប្រើប្រាស់វាសម្រាប់រំកិលឬក៏បដូរទិសដៅ layer ណាមួយឬក៏រូបភាពឬក៏អ្វីក៏ដោយនៅក្នុង canvas របស់យើងនៅក្នុង poster របស់យើងអាចរំកិលវាចេញបានដោយប្រើប្រាស់ជាមួយនឹង move tool ហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំអាចរំកិលទូរស័ព្ទនេះមួយបានដោយខ្ញុំម៉ៅឆ្វេងឲ្យជាប់នៅលើរូបភាពហ្នឹងមកនេះខ្ញុំអាចរំកិលជាមួយនឹងទូរស័ព្ទហ្នឹងបានណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ពង្រីកឬក៏ពង្រួមជាមួយនឹងទូរស័ព្ទហ្នឹងឲ្យតូចឬក៏ឲ្យវាធំជាងមុនអញ្ចឹងខ្ញុំអាចចុច shortcut មកដោយខ្ញុំឈរនៅលើ layer មួយហ្នឹងសិននេះគឺ layer របស់ទូរស័ព្ទហ្នឹងអញ្ចឹងខ្ញុំឈរនៅលើ layer ហ្នឹងហើយខ្ញុំអាចចុច command ឬក៏ control T នៅក្នុង Windows អញ្ចឹងយើងនឹងចេញ transform មួយបែបនេះនៅពេលដែលចេញហើយយើងអាចធ្វើការពង្រីកឬក៏ពង្រួមបានណាអញ្ចឹងយើងយក cursor របស់យើងមកឲ្យនៅចំកន្លែងចុងនេះមកយើងអាចចុចម៉ៅឆ្វេងឲ្យជាប់មកយើងអាចទាញពង្រីកយើងអាចទាញពង្រួមបានហើយមួយទៀតយើងមើលនៅកន្លែងសញ្ញា cursor នេះបើសិនជាវាព្រួញត្រង់ចេះយើងអាចពង្រីកឬក៏ពង្រួមបានហើយបើសិនបើវារៀងកោងចេះគឺយើងអាចពង្វិលវាបានអញ្ចឹងយើងអាចពង្វិលវាបានចេះអូខេពង្វិលតាមចិត្តដែលយើងចង់មកប៉ុណ្ណេះឧទាហរណ៍ថាប៉ុណ្ណេះហើយខ្ញុំអត់ចង់បានទេមានអារម្មណ៍ថាវាខុសអីដែលខ្ញុំចង់បានខ្ញុំចង់ឲ្យវាទៅដើមវិញយើងអាចចុច shortcut ដែលវាមានដូចជា control Z ឬក៏ command Z យើងចុចមួយវាដើរទៅក្រោយមួយយើងចុចមួយវាដើរទៅក្រោយមួយ undo រហូតតតែយើងពេញចិត្តអញ្ចឹងបន្តមកទៀតបើសិនបើខ្ញុំចង់បានប៉ុណ្ណេះហើយ transform មកវាខ្ញុំចង់បបាត់វិញខ្ញុំអាចចុច enter មិនថានៅក្នុង Mac ឬក៏ Windows យើងអាចចុច return នៅក្នុង Mac ចុច enter នៅក្នុង Windows បន្តមកទៀតខ្ញុំចង់ scroll zoom in ឬក៏ zoom out ខ្ញុំអាចចុច alt ឲ្យជាប់នៅក្នុង Windows ចុច option ឲ្យជាប់នៅក្នុង Mac បន្តមកទៀតខ្ញុំធ្វើការ scroll មកយើងអាច scroll មកក្រោយមកឲ្យវា zoom out scroll ទៅមុខឲ្យវា zoom in អញ្ចឹងតើមួយទៀតបើសិនបើ screen របស់វាអត់ fit ទេហើយខ្ញុំចង់ឲ្យវា fit screen នៅក្នុង Photoshop នេះខ្ញុំអាចចុច command លេខ0ឬក៏ control លេខ0អញ្ចឹងអាចចុច command លេខ0មកពុបវានឹង fit ជាមួយនឹង screen របស់យើងអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹង move tool ហើយសង្ឃឹមថាអ្នកនរគ្នានឹងយល់ជាមួយនឹងចំណុចទាំងអស់នេះព្រោះនេះគឺជា basic មួយដែលយើងនឹងត្រូវប្រើប្រាស់ជាប្រចាំនៅពេលរាល់ពេលដែលយើងត្រូវប្រើប្រាស់ជាមួយនឹង Photoshop អរគុណសម្រាប់ការទស្សនាវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត